រឿងខ្មោចអត់ក្បាលនៅក្នុងភូមិតូចមួយដែលស្ថិតនៅជាប់ជើងភ្នំដែលហ៊ុំព័ទ្ធដោយព្រៃស្រោងនិងអបស្តាំងស្តារឹងមានរឿងព្រេងមួយដែលប្រជាជននៅទីនោះតែងស៊ើបប្រាប់គ្នាដោយភាពភ័យខ្លាចពួកគេនិយាយអំពីខ្មោចអត់ក្បាលដែលតែងលេចឡើងនៅរាត្រីគ្មានព្រះច័ន្ទដើរទៅមកនៅតាមផ្លូវភូមិដែលស្ងាត់ជ្រងំគ្មាននរណាដឹងច្បាស់ថាខ្មោចនេះមកពីណាឬចង់បានអ្វីទេប៉ុន្តែរឿងនេះបានធ្វើឲ្យប្រជាជនមិនហ៊ានចេញក្រៅនៅពេលយប់សុគន្ធជាយុវជនអាយុ22ឆ្នាំជាមនុស្សចូលចិត្តស្វែងរកភាពរំភើបនិងមិនជឿរឿងខ្មោចគេតែងសើចចំអកនឹងរឿងព្រេងនានាហើយបានប្រកាសប្រាប់អ្នកភូមិថានឹងចេញទៅរកខ្មោចអត់ក្បាលនៅរាត្រីនេះដើម្បីបញ្ជាក់ថាវាគ្រាន់តែជារឿងប្រឌិតប៉ុណ្ណោះអ្នកភូមិខ្លាចខ្មោចណាស់ប៉ុន្តែខ្ញុំនឹងបង្ហាញថាគ្មានអ្វីត្រូវខ្លាចទេសុគន្ធបាននិយាយទាំងអួតអាងខណៈកាន់អំពូលភ្លើងមួយនៅក្នុងដៃម្ដាយរបស់គេអ្នកស្រីសុខាបានព្យាយាមរារាំងដោយភ្នែកពោពេញទៅដោយក្តីបារម្ភកុំធ្វើអីឆ្កួតអីកូនខ្មោចនោះមិនមែនជារឿងលេងសើចទេប៉ុន្តែសុគន្ធមិនស្ដាប់គេចាក់ចេញពីផ្ទះនៅពេលថ្ងៃលិចដោយមានអ្នកភូមិមួយចំនួនសម្លឹងមើលទៅគេដោយភាពអាណិតអាសូរនៅពេលរាត្រីចូលមកដល់អបកាន់តែក្រាស់ហើយខ្យល់ត្រជាក់បានបក់មកប៉ះនឹងមុខសុគន្ធគេដើរតាមផ្លូវលំតូចមួយឆ្ពោះទៅកាន់ចំការវាលស្រែចាស់ដែលគេនិយាយថាជាកន្លែងដែលខ្មោចអត់ក្បាលតែងលេចខ្លួនសំឡេងចចកមកសំឡេងស្លឹកឈើញ័របានធ្វើឲ្យបរិយាកាសកាន់តែគួរឲ្យញញើតសុគន្ធបានបន្តដើរទៅមុខទាំងញញឹមដើម្បីបន្ធូរអារម្មណ៍នៅពេលគេឈានជើងចូលទៅក្នុងវាលស្រែសុគន្ធបានឮសំឡេងចំហៀនធ្ងន់បន្លឺឡើងពីចម្ងាយគេបានលើកអំពូលភ្លើងឡើងប៉ុន្តែមិនឃើញអ្វីក្រៅទីអបស្តាងទេភ្លាមនោះសំឡេងចំហៀនកាន់តែខិតជិតហើយសុគន្ធបានឃើញស្រមោលនួយធំសម្បើមកំពុងឈរនៅចម្ងាយប្រមាណ10ម៉ែត្រស្រមោលនោះគ្មានក្បាលដៃរបស់វាកាន់ដាវចាស់មួយនិងរាងកាយរបស់វាហាក់ដូចជាអណ្ដែតពីលើដីបេះដូងរបស់សុគន្ធបានលោតញាប់ប៉ុន្តែគេនៅតែព្យាយាមរក្សាភាពក្លាហានអ្នកណាចេញមកគេស្រែកប៉ុន្តែគ្មានសំឡេងឆ្លើយតបស្រមោលនោះបានចាប់ផ្ដើមផ្លាស់ប្ដូរឈ្មោះមករកគេដោយគ្មានសំឡេងជើងគ្រាន់តែសំឡេងខ្យល់បក់រំខានសុគន្ធបានថយក្រោយប៉ុន្តែជើងរបស់គេហាក់ជាប់នឹងដីអំពូលភ្លើងនៅក្នុងដៃគេបានធ្លាក់ទៅលើដីនិងភ្លើងបានរលត់ទៅនៅក្នុងភាពងងឹតសុគន្ធបានឮសំឡេងខ្សឹបខ្សៅដែលហាក់ដូចជាចេញពីខ្យល់ជុំវិញគេអ្នកហេតុអ្វីរំខានខ្ញុំសំឡេងនោះធ្វើឲ្យរោមសុគន្ធព្រឹងឡើងគេបានស្រែកហើយរត់ចេញពីវាលស្រែនោះទៅដោយគ្មានខ្វល់ពល់ថាខឿនកំពុងរត់ទៅទិសណាព្រឹកថ្ងៃបន្ទាប់អ្នកភូមិបានរកឃើញសុគន្ធដេកសន្លប់នៅក្បែរអូរមួយគេមានសភាពស្លេកស្លាំងនិងលើដៃរបស់គេមានស្នាមស្គួតចម្លែកមួយដែលនរណាមិនអាចពន្យល់បានទេនៅពេលគេភ្ញាក់ឡើងសុគន្ធបានរៀបរាប់ពីអ្វីដែលគេបានឃើញប៉ុន្តែគ្មាននរណាហ៊ានជឿគេទាំងអស់ទោះយ៉ាងណាចាស់ទុំមួយក្នុងភូមិលោកតាសុកបានប្រាប់សុគន្ធពីរឿងព្រេងចាស់មួយគេនិយាយថាខ្មោចអាត់ក្បាលនោះគឺជាវិញ្ញាណរបស់អ្នកចម្បាំងម្នាក់ដែលត្រូវបានសម្លាប់ដោយគូសត្រូវនៅសម័យសង្គ្រាមគេត្រូវបានគេកាត់ក្បាលហើយវិញ្ញាណរបស់គេនៅតែវិលវល់ដើម្បីស្វែងរកក្បាលរបស់ខ្លួនអ្នកដែលរំខានវិញ្ញាណនោះនឹងត្រូវបណ្ដាសាលោកតាព្រមានចាប់ពីថ្ងៃនោះមកសុគន្ធមិនដែលហ៊ាននិយាយចំបក់អំពីខ្មោចទេគេបង្ខ្លាយទៅជាមនុស្សស្ងប់ស្ងៀមនិងរៀងរាល់រាត្រីគេតែងឮសំឡេងសើបខ្សៅនោះនៅក្នុងសុបិនរបស់គេអ្នកភូមិខ្លះជឿថាសុគន្ធបានត្រូវបណ្ដាស់ប៉ុន្តែខ្លះទៀតជឿថាវាគ្រាន់តែជាភាពភ័យខ្លាចក្នុងចិត្តរបស់គេប៉ុណ្ណោះរឿងនៃខ្មោចអត់ក្បាលនោះនៅតែជារឿងព្រេងដែលបន្តធ្វើឲ្យអ្នកភូមិភ័យខ្លាចវាបានក្លាយទៅជាមេរៀនមួយសម្រាប់អ្នកដែលហ៊ានប្រឆាំងនឹងអធិកម្បាំងរបស់ធម្មជាតិតើខ្មោចអត់ក្បាលនោះពិតជាមានមែនឬក៏គ្រាន់តែជាស្រមោលនៃភាពភ័យខ្លាចក្នុងចិត្តមនុស្សគ្មាននរណាដឹងច្បាស់ប៉ុន្តែរាត្រីនៅភូមិនោះនៅតែស្ងប់ស្ងៀមនិងគួរឲ្យញញើត